Untuk mana pananai rồi nè kìa thả mình cọp ấy crop miên ta hay cả bòi do vào mùi ở bên crop nó anh vô bên thằng này nó nếu nâng là ta miên crop là crop tíchជំរាបសួរបងប្អូនទាំងអស់គ្នាបាទគណៈពេលនេះខ្ញុំបាទមានវីដេអូថ្មីចែកជូនបងប្អូនទាំងអស់គ្នាមើលម្ដងទៀតហើយបាទដោយសារតែមួយរយៈនេះរវល់ច្រើនបងប្អូនអើយហ្នឹងហើយការងារផងឲ្យផង stress ពេកហ្នឹងហើយដល់ឡូវបានទៅដើរលេងនៅកន្លែងមួយបាទទៅជាមួយលោកបងទេលោកបងនៅវត្តចរិយាវង្សហ្នឹងហើយលោកក៏អបសុកផងដែរបាទហើយខ្ញុំក៏នឹកឃើញដែរចង់ទៅលេងនៅចំការ Baby Bird Farm បាទដែលស្ថិតនៅក្នុងទឹកដីខេត្តកែបភ្នំវរយើងនេះទេបាទហើយនៅមួយលវងក៏មានបងប្អូននៅក្បែរនឹងដែរបាទនៅតំបន់ភ្នំវរហ្នឹងចិត្តចំការ Baby Bird ហ្នឹងបាទហើយតើបងប្អូនយកទៅទេសភាពស្រស់ស្អាតមែនតើហើយខែនេះភ្លៀងកក់ខែវត្តទៅជាក់ស្រួលណាភ្លៀងកក់ខែផងហើយរដូវនេះជារដូវប្រាំងទេបាទហើយភ្លៀងកក់ខែ 2-3 មេទៅធ្វើឲ្យរុក្ខជាតិទាំងអស់មានភាពស្រស់ស្រាយមែនតើនៃការធ្វើដំណើរបាទហើយការធ្វើដំណើរលើដងផ្លូវហ្នឹងគឺដងផ្លូវកស៊ូបាទដែលភ្ជាប់ពីខេត្តកែបទៅដល់ខេត្តកំពតបាទហើយខ្ញុំទៅពីអ្នកលបងទេហើយទៅនឹងឃើញឡានម៉ូតូមួយដែរអ្នកចំការគេទៅធ្វើចំការនៅទីនោះហើយនៅតំបន់នេះភាគច្រើនគឺចំការច្រើនណាស់បងប្អូនគឺចំការត្របែកចំការក្រូចចំការម្រេចចំការទុរេនចំការស្វាយហើយនឹងមានរុក្ខជាតិហៅថាដំណាំហូបផ្លែច្រើនដែលប្រជាកសិករឬក៏មានរីសតបងប្អូនអើយម្ចាស់រីសតនៅនេះគឺគាត់បានបង្កើតច្រើនមែនតើបាទកន្លែងតំបន់កំសាន្តសម្រាប់ដើរលេងណាសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិបាទanh có chấp một con chặt khối đi khối nó mà phim mời lại mấy ôm dạ sửa lên khối anh ấy mà mà mời con mùi anh đang còn không phọt nhâm thường sửa không phọt dạ chứ bóp mình được vinh rồi anh thấy sửa với anh thì tịch sạch không biết chủ dạ bàn anh đang khơi miệng này khơi miệng này hả Baby Bird check out Untuk mana pananai
rồi này kia thả mình cọp ấy ក្របមានតែ đó hay cả bói do mà môi ở bên crop nó anh vô bên đằng này អាហ្នឹងយកហ្នឹងណាតាមានក្រក្របន្តិច đó ta cho tất chứ bị tràn ណាកោវ ốp đó này kia sao ra cái quay cho ấy ណា bắt chứ luôn រួចចោល bắt sắp tích បាទបងប្អូនទាំងអស់គ្នានៅក្នុងចំការ Baby Bird នេះគឺមានដំណាំជាច្រើនដូចជាដំណាំក្រូចលឿងនេះគឺច្រើនជាងគេហ្មងហើយនិយាយទៅធំមែនតែនចំការគាត់ហ្មងនិយាយទៅគាត់តែចូលទៅស្រស់ស្រាយមែនតែន សប្បាយហ្មងនិយាយទៅហើយខ្ញុំមកនេះជាលើកទី3របស់ខ្ញុំហើយកាលមកលើកទី1នោះគឺមកជាមួយខាងថ្នាក់ដឹកនាំ ទៅមកច្រើនណាស់បងថ្នាក់ដឹកនាំខេត្តអីចឹងណា ហើយលើកទី2គឺខ្ញុំបានចូលផឹកកាហ្វេនៅហ្នឹងហើយចូលអង្គុយលេងថតរូបលេងហ្នឹងទៅហើយលើកនេះគឺលើកទី3ដែលខ្ញុំបានមកជាមួយលបងហ្នឹងហើយក៏ stress ពេកអត់សុខក៏មកលេងក្នុងចំការក្រូចចឹងទៅបាទហើយក្នុងចំការរបស់គាត់មានដំណាំច្រើនហ្នឹងបងដូចជាដំណាំទេសដំណាំស្ពៃដំណាំបន្លែជាច្រើនមានទុរេនមានស្វាយមានម្រេចអូច្រើនណាស់ រៀបរាប់មិនអស់ទាំងវត្តហើយនិយាយទៅខ្ញុំស្រឡាញ់គេអាស្មៅពណ៌លឿងមកក្រោមដើមក្រូចហ្នឹងគឺស្អាតមែនតើគេហៅថាសណ្ដែកគេថាអាហ្នឹងដូចជាសម្រាប់ជីជាតិរបស់ក្រូចដែរខ្ញុំមិនដឹងថាគេដាំនឹងដើម្បីអីទេហើយខ្ញុំក៏មិនចេះបច្ចេកទេសហ្នឹងបងហើយហ្នឹងហើយគាត់ថាឃើញទៅស្អាតមែនតើហ្នឹងហើយនិយាយទៅបើសិនជាអនាគតទៅខ្ញុំcònដើរមើលចឹងបើសិនជាខ្ញុំមានលុយច្រើន ខ្ញុំដាំដំណាំទាំងអស់នេះហ្មងហើយដូចជាដំណាំក្រូចនេះហើយដូចជាស្លឹកគ្រៃដូចជាដំណាំននងដំណាំម្រះអញ្ចឹងទៅហ្នឹងហើយដាំជាលក្ខណៈថាដំណាំសុវត្ថិភាពណាហើយនៅក្បែរភ្នំចេះទៀតគឺស្អាតបងប្អូនយទៅណាត្រង់ជួរបាទមែនតើហើយសម្រាប់ខ្ញុំមិនចង់ដាំគឺចង់ដាំក្រូចឆ្មាយើងធម្មតាអញ្ចឹងណាហើយបើមានលទ្ធភាពក៏អាចដាំដូចគាត់អញ្ចឹងដែរ គាត់ថាដំណាំគាត់គឺទីផ្សារចេញល្អបងប្អូនចេញទៅក្រៅប្រទេសទៀតខ្ញុំបានសួរអ្នកម្ចាស់ចាំចំការនោះហ្នឹងគាត់ថាចេញទៅក្រៅប្រទេសច្រើនណាស់ដំណាំគាត់ហើយនៅក្នុងស្រុកយើងដូចជាផ្សារទំនើបផ្ទះសំណាក់សន្តាគារទៅធំហ្នឹងទៅបាទហើយនិយាយទៅបងប្អូនបើជិះកាត់នេះតាមភ្នំវល្លិយើងហ្នឹងទៅវនុផ្ទះកាឡាមកណានេះកុំភ្លេចចូលកន្លែងចំការ Baby Bird យើងនេះ តែម្ដងមកគឺមានហាងកាហ្វេមានរសជាតិឈ្ងុយឆ្ងាញ់មកគេមែនហ្នឹងហើយហើយនិយាយទៅខ្ញុំចេះឈៀងចូលលេងទៅហ្នឹងហើយដូចជាលំហែអារម្មណ៍អញ្ចឹងណាបងហ្នឹងហើយពេលខ្លះខ្ញុំ stress ពេកជួនកាលចូលចិត្តដើរលេងតាមតំបន់រមណីយដ្ឋានអញ្ចឹងទៅកសិទេសចរអញ្ចឹងណាដូចជាមានដំណាំបន្លែមានដំណាំផ្លែឈើអីអញ្ចឹងទៅចូលចិត្តមែនតើ ទឹកជ្រោះទឹកធ្លាក់ទឹកអីណាក៏ដោយខ្ញុំធ្លាប់ទៅហើយហ្នឹងហើយប៉ុន្តែបើសិនជាមានគ្នាដើរខ្ញុំចូលចិត្តដើរដែរដើរលក្ខណៈក្រុមជាអីហ្នឹងទៅតែខ្ញុំចូលចិត្តដើរលេងអញ្ចឹងដើម្បីអីបីសិក្សាពីតំបន់មួយទៅតំបន់មួយដូចជាតំបន់ហៅថាចំការក្រូចនេះអញ្ចឹងហ្នឹងបងយើងគាត់ឃើញដូចជាអាចថាយកគំរូតាមដែរបើយើងបានដាំអីក៏បានដាំក្រូចឆ្មាយើងធម្មតា 10 20 ដើមនៅផ្ទះយើងណាមានដីតូចល្មមឯដើម្បីអីដើម្បីអាស្រ័យផលដើម្បីទ្រទ្រង់ជីវភាពយើងប្រចាំថ្ងៃណាព្រោះថាដំណាំក្រូចក៏អាចរកថវិកាបានគួរសមដែរតម្លៃក៏សមរម្យដែរហ្នឹងហើយហើយនៅកន្លែងគាត់នេះកន្លែងបណ្ដោះកូននេះហ្មងហើយទៅមានបណ្ដោះកូនឈើលក់ដូចជាមានដំណាំហូបផ្លែដូចជាទុរេនក្រូចនេះ ដំណាំក្រូចយើងហ្នឹងក្រូចពណ៌លឿងអញ្ចឹងទៅហើយនឹងក្រូចឆ្មាក៏មានដែរបាទ
ខ្ញុំបានសួរពួកគាត់នៅទីនេះហើយគឺតម្លៃសមរម្យណាស់ទេចង់បានកំងគាត់ទៅនឹងដូចជាដងលហុងអីមានទាំងអស់មានច្រើនណាស់និយាយទៅខ្ញុំស្រឡាញ់ខាងកសិកម្មចឹងក៏តែខ្ញុំអត់បច្ចេកទេសអត់ចេះទាំងវត្តហើយនឹងតសាបើសិនជាអនាគតទៅយើងមានដើមទុនសម្រុបជាងសាក់ដាំប៉ុន្តែគាត់ថាយើងត្រូវឧស្សាហ៍ដែរដំណាំទាំងអស់នេះបើយើងខ្ជិលមិនងាយទាំងប៉ុណ្ណោះហើយតែខ្ជិលគឺអត់ហើយ ហ្នឹងហើយឧស្សាហ៍មើលថែបច្ចេកទេសយើងអត់ចេះអីសួរគេយើងមើល YouTube ខ្លះយើងសួរអ្នកបច្ចេកទេសខ្លះទៅហ្នឹងហើយយើងឧស្សាហ៍ធ្វើខ្លួនឯងអញ្ចឹងទៅហ្នឹងហើយ ឥឡូវនេះខ្ញុំហើយនឹងលបងបានចេញទៅវិញបងហើយហ្នឹងហើយជិះផ្លូវតាមតំបន់ភ្នំវល្លិហ្នឹងគឺមានចំការជាច្រើនបាទចំការរបស់ហៅថាអភិជនហ្នឹងហើយបងចំការអភិជននេះទៅធំបងប្អូនអូចំការអាមេរិកនៅទីនេះហ្នឹងហើយហើយស្ងប់ស្ងាត់ល្អបងប្អូននិយាយទៅមិនខ្លាចមិនអីតំបន់នេះគឺសុវត្ថិភាពទេអត់អីទេពីច្រើនគឺមានប្រជាកសិករគេហៅថាអ្នកធ្វើការនៅក្នុងចំការហ្នឹងណាដូចជាកម្មករធ្វើចំការនៅ Baby Bird Farm ហ្នឹងហើយនឹងចំការផ្សេងៗនៅតំបន់នេះគឺគាត់ចេញចូលហោហែទេបាទអឺគាត់ធ្វើការនៅទីនេះព្រោះប្រាក់ខែសមរម្យទេបងប្អូនអើយពីច្រើនគឺនៅកូនសัตว์នៅខាងបតកលាហ្នឹងខ្ញុំស៊ើបសួរពួកគាត់ថានៅការនៅនេះល្អណាស់គាត់ថាជាជាងចំណាក់ស្រុកហ្នឹងហើយតំបន់នេះបើនិយាយទៅបង្កើតការងារឲ្យប្រជាជននៅតំបន់នេះច្រើនមែនទែនហើយកាលពី7 8ឆ្នាំមុនតំបន់នេះស្ងាត់ណាស់បងប្អូនសិតតែព្រៃតែម្ដងកាល2015 16ខ្ញុំមកនៅកែបដំបងស្ងាត់ណាស់បងប្អូនអូយស្ងាត់មែនទែនហើយខ្ញុំជិះម៉ូតូម្នាក់ឯងនិយាយថាចង់ព្រឺក្បាលចង់ភ័យដោយសារតែស្ងាត់ពេកសិតតែព្រៃហើយផ្លូវអត់ទៀត ប៉ុន្តែផ្លូវនេះបានធ្វើស្ថាបនាឡើងពីខេត្តកែបពីដំណាក់ចង្អើរហ្នឹងតាមផ្លូវហ្នឹងរហូតដល់បតកលាហើយចេញទៅដល់អូវត្តអូធំទៀតហ្នឹងហើយនិយាយទៅតំបន់នេះលែងស្ងាត់ណាគឺអ៊ូអរទៅវិញគឺមានប្រជាជនហូរហែចេញចូលតំបន់នេះគឺជាតំបន់សេដ្ឋកិច្ចខាងកសិឧស្សាហកម្មហើយគឺជាតំបន់ទេសចរហ្នឹងហើយជាពិសេសគឺភ្ញៀវបរទេសគឺមកលេងនៅទីនេះច្រើនមែនបងឃើញនិយាយទៅតំបន់ស្ងប់ស្ងាត់ណាស់នៅទីនេះបែបលក្ខណៈថាបងប្អូនមកបោះតង់អីក៏បានដែរនៅទីនេះតែបើខ្មែរយើងមកលេងតែមួយផ្លេតទេបងប្អូនតែបើថាភ្ញៀវបរទេសវិញគឺគាត់មកពីព្រឹកឲ្យទល់ល្ងាចអីមិនគាត់ទៅវិញជួនកាលគាត់ស្នាក់នៅទីនេះតែម្ដងគាត់គេងនៅតែនឹងមួយយប់តែម្ដងបាទមិនគាត់ទៅវិញប៉ុន្តែបើខ្មែរយើងមកលេងតែដូចខ្ញុំអញ្ចឹងមកលេង1ម៉ោង2ម៉ោងគឺទៅវិញហ្នឹងហើយដោយសារតែខ្ញុំនឹកចិត្តនឹងដែរនៅកែបបាទខ្ញុំធ្វើការនៅកែបស្នាក់នៅកែបតែម្ដងបាទអរគុណបងប្អូនវីដេអូរបស់យើងត្រូវបានបញ្ចប់ហើយអរគុណបាយបាយ